រដូវកាលថ្មីមិនតាន់មកដល់ផងព្រីមៀរលីកបានបង្កើតកំណត់ត្រាថ្មីរួចទៅហើយគឺជាចំនួនគ្រូបង្វឹកថ្មីដឹកនាំក្រុមប្រកួតប្រជែងក្នុងលីកកំពូលអង់គ្លេសរដូវកាល2026-2027ខាងមុខនេះក្លឹបចំនួន9នឹងចាប់ផ្ដើមរដូវកាលថ្មីជាមួយគ្រូបង្វឹកថ្មីដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រលីកកំពូលអង់គ្លេសលីវើពូលបានតែងតាំងលោកអាន់ដូនីអ៊ីរ៉ាអូឡាជំនួសលោកអាណាស្លូតដែលត្រូវបានបញ្ចប់តំណែង Man City បានជ្រើសរើសលោក Enzo Maresca ជំនួសលោក Pep Guardiola ដែលបានចែកផ្លូវគ្នាបន្ទាប់ពីសម្រេចបាននូវសមិទ្ធផលដ៏ធំសម្បើមក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប MQ Chelsea បានជ្រើសយកលោក Xabi Alonso មកដឹកនាំបន្ទាប់ពីទទួលបានលទ្ធផលមិនសមប្រកបក្នុងរយៈពេលខ្លីជាមួយនឹងលោក Liam Rosenior Bournemouth បានតែងតាំងលោក Marco Rose ជំនួសលោក Andoni Iraola ដែលផុតកិច្ចសន្យាហើយក្រោយមកទៅដឹកនាំ Liverpool Nottingham Forest នាំយកលោក Oliver Glasner ជំនួសលោក Victor Pereira ដែលត្រូវបានបញ្ចប់តំណែង Crystal Palace បានតែងតាំងលោក Pierre Saget បន្ទាប់ពីលោក Glasner ចាក់ចេញនៅពេលកិច្ចសន្យារបស់លោកផុតសុពលភាពរីឯ Fulham ជ្រើសរើសលោក Alvaro Arbeloa បន្ទាប់ពីផុតកុងត្រាជាមួយនឹងគ្រូបង្វឹក Marco Silva Ipswich Town តែងតាំងលោក Gary O'Neill ជំនួសលោក Kieran McKenna ដែលបានលាលែងពីតំណែងហើយ Newcastle United រំពឹងថានឹងតែងតាំងលោក Matthias Chesol ជំនួសលោក Eddie Howe ដែលបានចាក់ចេញពីក្លឹបកាលពីថ្មីនេះកំណត់ត្រាចាស់នៃចំនួនគ្រូបង្វឹកថ្មីក្នុងព្រីមៀរលីកកើតឡើងអំឡុងរដូវកាល2016-2017ដែលកាលនោះក្លឹបចំនួន8បានចាប់ផ្ដើមរដូវកាលជាមួយនឹងគ្រូបង្វឹកថ្មីរាប់បញ្ចូលទាំងការមកដល់របស់លោក Pep Guardiola នៅ Man City និងលោក Antonio Conte នៅ Chelsea ដែលពេលនោះលោកបានដឹកនាំក្រុមតាវខៀវឈ្នះជើងឯកលីកផងដែរបច្ចុប្បន្នអ្នកចាត់ការ Mikel Arteta របស់ Arsenal ជាគ្រូបង្វឹកដែលកាន់តួនាទីយូរជាងគេក្នុង Premier League ពលរយៈពេល77ឆ្នាំដែលលោកបានកាន់ការងារនេះតាំងពីខែធ្នូឆ្នាំ2019មកហើយលោកជាគ្រូបង្វឹកតែម្នាក់គត់ដែលធ្លាប់ដឹកនាំក្រុមឈ្នះជើងឯកលីកកំពូលអង់គ្លេសក្នុងចំណោមគ្រូទាំង20រូបគ្រូបង្វឹកផ្សេងទៀតរួមមានលោក Unai Emery របស់ Aston Villa និងលោក Daniel Farke របស់ Leeds United កាន់តំណែងបានជាង3រដូវកាលស្របពេលដែលលោក Michael Carrick របស់ Manchester United ដែលទើបក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍កាលពីខែឧសភាស្ថិតនៅក្នុងចំណោមគ្រូបង្វឹកដែលកាន់តួនាទីបានយូរជាងគេទាំង11ក្នុងលីកទៅហើយសប្តាហ៍ទី1នៃ Premier League រដូវកាល2026-2027នឹងមានការជួបគ្នារវាងគ្រូបង្វឹកថ្មី3គូគឺ Fulham ដឹកនាំដោយលោក Arbeloa ជួបជាមួយនឹង Chelsea ដឹកនាំដោយលោក Alonso ដោយគ្រូបង្វឹកទាំងពីររូបនេះរដូវកាលមុនបានដឹកនាំ Real Madrid 2គូទៀតមាន Man City ដឹកនាំដោយលោក Maresca លេងទល់ Bournemouth ដឹកនាំដោយលោក Marco Rose និង Liverpool របស់លោក Iraola ជួប Newcastle United ដែលត្រៀមប្រកាសគ្រូបង្វឹកថ្មីអ្វីដែលកាន់តែគួរចាប់អារម្មណ៍ក្នុងបរិបទគ្រូបង្វឹកថ្មីច្រើនបែបនេះគឺ6ប្រកួតដំបូងក្នុងលីកលោក Iraola ដឹកនាំក្រុម Liverpool លេងទល់នឹងក្រុមដែលមានគ្រូបង្វឹកថ្មីរបស់ Newcastle, Nottingham Forest, Ipswich Town, Fulham, Bournemouth និង Man City ការប្រកួត Premier League រដូវកាល2026-2027នឹងចាប់ផ្ដើមនៅថ្ងៃទី21ខែសីហាឆ្នាំ2026តទៅ AFI Sport ដើម្បីកីឡា